សួស្តីបងប្អូននៅខ្ញុំមកបរិយាបងប្អូនពីរបៀបដេទំនុកបបខាងក្នុងគេហៅទំនុកបបខាងក្នុងគឺវាដេជាបងប្អូនហើយដេមួយវាចេញគ្នាមកខាងក្រៅបងប្អូនចាំតាមដានតាគ្នាណាការដេនេះគឺយើងពិបាកទេហើយបើសិនជាបងប្អូនអត់ចេះដេបង្កប់អំបោះទេបងប្អូនដេធម្មតាក៏បានដែរសំខាន់ឲ្យយើងដេអាកណាត់នេះបានណាដេបានអានេះសម្រាប់អ្នកដែលអត់មានម៉ាស៊ីនដេបងប្អូនគឺយើងដេដៃខ្លួនឯងបងគឺខ្ញុំចាប់ពីកណេះសិននេះគឺមុខខ្ញុំបត់ខ្ទឹមជូលអីរួចហើយយើងខ្ទឹមជូលឲ្យវាស្មើសាច់គ្នាសិនមុននឹងយើងដេកុំឲ្យវាដេទៅវាខ្ជិញខ្ជូនកញ្ជូនកញ្ញូនកណាប់ខ្ញុំអីគឺយើងត្រូវខ្ទឹមជូលបែបនេះស្អាតសិនចឹងយើងចាប់ផ្ដើមដេហើយពេលដែលយើងដេយើងបាក់កណាប់ចុងកណាប់ទៅចុងក្នុងទៅណាឲ្យវាស្មើស្អាតកុំឲ្យវាវែងខ្លីពេកបាត់ត្រឹមនេះណាបងប្អូនហើយអានេះពេលយើងដេទៅយើងយកដៃទាញចូលអានេះយើងបាត់យកមកស្មើនេះណាកុំនិយាយទៅយើងបាត់ទៅយើងឲ្យនៅជារបស់ស្មើនេះដើម្បីយើងទុកឲ្យចុងរបស់នេះទុកគ្រាន់ភ្ជាប់ជាមួយនឹងភ្ជាប់ទាំងកាបូបកណ្ដាប់យើងកុំដេវាមកផុតមួយឆ្ងាយពេកយើងបាត់យកត្រឹមនេះទៅបានហើយសម្រាប់អ្នកដេម៉ាស៊ីនក៏ដូចគ្នាដែរហើយអំបោះគឺខ្ញុំដោត4ខ្សែបងប្អូនដំបូងគឺនឹងចាក់ពីជ្រុងនេះទៅចាក់សាញ់មកពីបន្ទាប់មកយើងនេះបងប្អូនđi choe luôn ai o đi mà chung